ខ្ញុំផ្ទាល់គឺនេះខ្ញុំនឹងរំពឹងទុកថាតិចទៀតទៅក្រុមសរសេរនុមួយនេះនឹងក្លាយទៅជាតំបន់ទេសចរដែលជាប់ចុចលេខ2លេខ1 មានអារម្មណ៍ថាប្លែកម្យ៉ាងដែរដោយសារតែទីមួយអាចថាដែរចូលរួមកម្មវិធីទាំងអស់ហ្នឹងហើយនៅពេលដែលចូលរួមទៅមានអារម្មណ៍ថាបានឃើញមនុស្សម្នាច្រើនចូលរួមតាមបណ្ដាខេត្តបណ្ដានៅរាជធានីឬក៏កឡុកកលៀនណាគឺមកចូលរួមច្រើនមែនតើជាពិសេសគឺមានជនបរទេសចូលរួមបន្ថែមទៀតបងដោយសារគាត់ក៏ជាកត្តាមួយនៅក្នុងការផ្សព្វផ្សាយតាក់ទងជាមួយនឹងតំបន់ទេសចររបស់យើងដែរបងគាត់អាចជាថតវីដេអូឬក៏គាត់បង្ហោះនៅសកម្មភាពណាមួយដែលតាក់ទងមួយការចូលរួមដូចគ្នាបងបាទទាំងការហាត់ប្រាណការរត់គឺវាជាកីឡាមួយដែលជួយទៅដល់សុខភាពស្រាប់បាត់ទៅហើយប៉ុន្តែលើសពីហ្នឹងទៅទៀតគឺតាក់ទងជាមួយវិស័យទេសចរតាក់ទងជាមួយតំបន់ហ្នឹងក៏កាន់តែរីកចម្រើនជាពិសេសគឺកត្តានៅក្នុងការទំនាក់ទំនងបងដោយសារនៅពេលដែលយើងចូលរួមទៅយើងកាន់តែមានទំនាក់ទំនងគ្នារវាងគ្នាមិនថាវិស័យណាក៏ដោយគឺយើងចាប់ផ្ដើមមានទំនាក់ទំនងវាធ្វើឲ្យយើងកាន់តែរីកចម្រើនផងដែរបងបាទមានអារម្មណ៍ថាសប្បាយរីករាយហើយអាចបង្កើតទំនាក់ទំនងបានច្រើនហើយជាពិសេសគឺបានសុខភាពល្អទៀតសម្រាប់នេះខ្ញុំផ្ទាល់គឺនេះខ្ញុំនឹងរំពឹងទុកថាតិចទៀតទៅក្រុមសរសេរនុមួយនេះនឹងក្លាយទៅជាតំបន់ទេសចរដែលជាប់ចុចលេខ2លេខ1អាចថារំពឹងទុកថានឹងលើកក្រោយៗនឹងមានប្រជាជនរបស់យើងចូលរួមកាន់តែច្រើនផងដែរចា៎